ជាដំបូងខ្ញុំសូមគោរពជម្រាបសួរដល់លោកគ្រូខ្ញុំបាទឈ្មោះលនតារាថ្ងៃនេះខ្ញុំមាន topic មួយដែលនិយាយពីlicense plate recognition using computer vision អញ្ចឹងចំណុចរបស់ខ្ញុំមាន5ចំណុចដែលយកមកបកស្រាយអញ្ចឹងដំបូងខ្ញុំសូមបកស្រាយលើabstract មុនអញ្ចឹងabstract កម្មការស្រាវជ្រាវនេះបង្ហាញពីប្រព័ន្ធទទួលស្គាល់លេខបញ្ជីរថយន្តលើបណ្ដាញ Web-based LPR system ដែលប្រើ OpenCV និង ACOCR ដើម្បីរកនិងយកលេខបញ្ជីរថយន្តពីរូបភាពរថយន្តប្រព័ន្ធនេះមានចំណុច user friendly interface ដែលអាចផ្ទុករូបភាពនិងទទួលលទ្ធផលបានយ៉ាងលឿនសម្រាប់ការអនុវត្តជាក់ស្ដែងដូចជាការគ្រប់គ្រងចរាចរណ៍និងការចុះបញ្ជីរថយន្តដោយស្វ័យប្រវត្តិដើម្បីធ្វើឲ្យមានភាពតាក់ទាញនៃvisual appeal ប្រព័ន្ធនេះបញ្ចូលការតុបតែង Lofi animation ផងដែរអញ្ចឹងabstract មានតែប៉ុណ្ណឹងអញ្ចឹងនេះគឺជា keyword មួយចំនួនអញ្ចឹងខ្ញុំធ្វើការយកពី keyword នីមួយៗlicense plate recognition ហ្នឹងមានន័យថាការទទួលស្គាល់លេខអគ្គិសនីពីរថយន្តតាមរូបភាពឬក៏វីដេអូហើយOpenCV មានន័យថាបណ្ណាល័យកូដដែលនិយមសម្រាប់ Computer Vision ដើម្បីប្រើបច្ចេកវិទ្យាចាប់ពីការទាញយកនិងការបំលែងរូបភាពដល់ការទទួលស្គាល់វត្ថុហើយមួយទៀតACOCR មានន័យថាបណ្ណាល័យ Python មួយសម្រាប់ Official Character Recognition ដែលស្គាល់អក្សរពីរូបភាពបានយ៉ាងងាយស្រួលហើយ Computer Vision មានន័យថាជាសាស្ត្រដែលអនុញ្ញាតឲ្យកុំព្យូទ័រយល់នឹងវិភាគព័ត៌មានខាងចក្ខុវិស័យរូបភាពឬក៏វីដេអូដូចជាមនុស្សវត្ថុឬក៏សកម្មភាពអញ្ចឹងខ្ញុំសូមបញ្ចូលត្រួសពីពាក្យកលឹះតែប៉ុណ្ណឹងឥឡូវខ្ញុំចូលដល់ចំណុច introduction អញ្ចឹងចំណុចមួយនេះតាមបច្ចេកវិទ្យា LPR មានសារៈសំខាន់ខ្លាំងក្នុងការគ្រប់គ្រងចរាចរណ៍សុវត្ថិភាពនិងការងារផ្នែករដ្ឋបាលប្រព័ន្ធ LPR អាចស្វែងរកនិងអានលេខបញ្ជីរថយន្តពីរូបភាពបានវាសម្រួលដល់ការគ្រប់គ្រងទិន្នន័យដែលទាក់ទងនឹងរថយន្តប្រព័ន្ធ LPR ប្រើ Computer Vision ដើម្បីស្វែងរកទាំងលេខឬក៏ដើម្បីអានអក្សរជាលេខអញ្ចឹងទៅហើយឥឡូវខ្ញុំចូលដល់ចំណុចទី2 background and related works អញ្ចឹងចំណុចនេះផងដែរគឺនិយាយពីប្រព័ន្ធ automatic license plate recognition ដែលមានការកែលម្អដោយប្រើ OpenCV OCR និង Deep Learning ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនិងប្រសិទ្ធភាពខ្ពស់អញ្ចឹងចំណុចទី2មានតែប៉ុណ្្នឹងឥឡូវខ្ញុំចូលដល់ចំណុចទី3 method ចំណុចទី3 methodology អញ្ចឹងចំណុចនេះគឺនិយាយពីប្រព័ន្ធ LPR ត្រូវបានបង្កើតជា website ប្រើប្រាស់ Streamlit OpenPC ACOCR និង Python វាមានផ្នែកdetection និង
about អ្នកប្រើប្រាស់អាចផ្ទុករូបភាពរថយន្តដូចជាJPG JPEG ហើយនិង PNG ហើយវាអាចទាញយកឯកសារជា CSV បានអញ្ចឹងនេះគឺជាprocess នៃការscan ស្លាកលេខរថយន្តមានដូចជាកុំព្យូទ័រ The iMac កន្លែងកុំព្យូទ័រ The iMac ហ្នឹងជំហានដំបូងគឺថតរូបរថយន្តដោយកាមេរ៉ាឬក៏យកពីវីដេអូអញ្ចឹងទៅហើយបន្ទាប់មក Pre-processing ធ្វើឲ្យរូបភាពច្បាស់និងងាយស្គាល់ហើយចំណុច localization ស្វែងរកទីតាំងសាកលេខនៅក្នុងរូបភាពរថយន្តហើយចំណុច component analyze មានន័យថាវាវិភាគទៅលើផ្នែកអក្សរឬក៏លេខដែលជាប់គ្នាជាក្រុមហើយចំណុចមួយទៀតsegmentation វាបំបែកអក្សរនិងលេខនីមួយៗចេញពីស្លាកលេខហើយខ្ញុំបានដាក់ចូលចឹងចំណុចចុងក្រោយ character recognition វាប្រើOCR ដូចជា ACOCR Tesseract បំលែងរូបភាពអក្សរទៅជាអក្សរទៅជា text ចឹងទៅចឹងចំណុចទី3មានតែប៉ុណ្ណឹងឥឡូវខ្ញុំចូលដល់ចំណុចទី4ចារូបខាងលើមិញគឺជា architecture of purpose model ឥឡូវចូលដល់ចំណុចទី4ហើយចូលចំណុចនេះអត់មានច្រើនទេគឺគ្រាន់តែនិយាយពីការបង្ហាញលទ្ធផលក្នុងកូដ LPR ដែលមានផ្នែកដែលមានផ្នែកបង្ហាញរូបភាពដែលផ្ទុកនឹងអត្ថបទលេខបញ្ជីរថយន្តអញ្ចឹងនេះគឺជារូបភាពដែលអាចអាប់ឡូតរូបភាពនិងសរសេរជា text បានអញ្ចឹងខ្ញុំចូលដល់ចំណុចតទៀតគឺទី5 conclusion អញ្ចឹងសរុបមកប្រព័ន្ធ LPR ផ្ដល់វិធីសាស្ត្រទំនុកចិត្តនិងស្វ័យប្រវត្តិសម្រាប់កំណត់អត្តសញ្ញាណលេខបញ្ជីរថយន្តវាឲ្យបង្ហាញភាពត្រឹមត្រូវនិងប្រយោជន៍ជាក់ស្ដែងក្នុងសុវត្ថិភាពការគ្រប់គ្រងចរាចរណ៍និងត្រួតពិនិត្យរថយន្តចំណុចប្រទាក់ដែលនឹងការនាំចេញ CIV ធ្វើឲ្យវាងាយស្រួលប្រើប្រាស់និងមានប្រសិទ្ធភាពក្នុងពិភពពិតបាទអ្នកប្រើប្រាស់អញ្ចឹងការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់ត្រឹមនេះសូមអរគុណនិងជម្រាបលាលោកគ្រូ